មែនហើយអញ្ចឹងឯងកុំសង្ឃឹមថារស់ចាក់ចេញពីហានតាមបានសោះចាប់ខ្លួនចាប់ខ្លួនចាំទៅអញ្ចឹងទទួលដៅលោកអបរាជកន្លែងស្នានៅប្រពន្ធកូនរបស់ឈិនយិនត្រូវភ្លឹងឆេះថាម៉េចគឺអ្នកណាអត់ដឹងទេខ្ញុំតាមមើលពួកគាត់រហូតពេលដែលមានភ្លើងឆេះខ្ញុំក៏បញ្ញាប់ត្រឡប់មករាយការណ៍ជាមិនទាន់ទៅហើយរៀបចំសេះយើងទៅពិនិត្យដល់ផ្ទាល់លោកអបរាជថ្នាំមិនទាន់លាបទេលោកអបរាជថ្នាំមិនទាន់លាបទេអ្នកប្រុសចូលលោកគ្រូអញ្ចឹងណាយើងជាអ្នកទប់ទល់នឹងពួកវាអាចចាប់បុត្រារបស់ព្រះអង្គចៅនេះបានថ្ងៃក្រោយកុំភ្លេចពេលដែលជួបវងចចកឡំពាត់ឯងត្រូវតែវាយមេចចកជាមុនលោកគ្រូយើងរាប់ពី1ដល់3ឯងស្រុកចេញទៅលោកគ្រូ1 2 3រត់